យន្តហោះចម្បាំងថៃ AT6 ST8 ได้ทะลักមានតម្លៃ $17.8 លានអាមេរិកតាមការផ្សាយរបស់ Khawsod យន្តហោះចម្បាំងថៃ AT6 ST8 បានធ្លាក់ក្នុងអំឡុងពេលបំពេញបេសកកម្មបង្ហាត់ហោះហើរនៅភូមិហួយហ្វាងស្រុកឈុំថងខេត្តឈៀងម៉ៃខណៈ Bangkok Post ផ្សាយថាយន្តហោះនេះមានតម្លៃប្រហែល $17.8 លានអាមេរិកក្នុងមួយគ្រឿងបើករួមបញ្ចូលទាំងកញ្ចប់សេវាកម្មគាំទ្រហេតុការណ៍ធ្លាក់យន្តហោះនេះកើតឡើងនាវេលាម៉ោង 10:30 នាទីព្រឹកថ្ងៃប្រហោះទី29 ខែមករាឆ្នាំ 2026បណ្ដាលឲ្យស្លាប់អាកាសយានិក2នាក់ប៉ុន្តែមូលហេតុនៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេគ្រាន់តែគេដឹងថាយន្តហោះនេះទើបដាក់ឲ្យចូលបំពេញបេសកកម្មមិនទាន់បានមួយឆ្នាំផងយន្តហោះនេះដែលមានឈ្មោះពេញ Beechcraft AT6 ST8 Wolverine គឺជាយន្តហោះចម្បាំងប្រភេទវាយប្រហារស្រាលនិងឆ្លូបយកការកដែលកងទ័ពអាកាសថៃបញ្ជាទិញពីក្រុមហ៊ុន Textron Aviation របស់សហរដ្ឋអាមេរិក AT6 ST8 ប្រើម៉ាស៊ីនស្លាបចក្រប្រភេទ Turboprop Pratt & Whitney PT6A68D ដែលមានកម្លាំងខ្លាំងនិងស៊ីប្រេងតិចវាមានល្បឿនអត្តមាភាពប្រហែល585គីឡូម៉ែត្រក្នុង1ម៉ោងនិងហោះក្នុងរយៈកម្ពស់ខ្ពស់ដល់ 9,400 ម៉ែត្រ AT6 ST8 អាចបំពេញគ្រាប់បែកនាំផ្លូវដោយឡាស៊ែរគ្រាប់រ៉ាកែតនិងកំភ្លើងយន្តវាមានចំណុចព្យួរអាវុធចំនួន7កន្លែងនៅក្រោមស្លាបនិងតួខ្លួនមិនត្រឹមប៉ុណ្ណោះវាបំពាក់ដោយកាមេរ៉ានិងប្រព័ន្ធឡាស៊ែរលើ3 Westcam MX15D សម្រាប់ស្វែងរកគោលដៅទាំងយប់ទាំងថ្ងៃនិងមានប្រព័ន្ធព្រមាននៅពេលសត្រូវបាញ់មីស៊ីលមកលើខ្លួននិងប្រព័ន្ធបាញ់ភ្លើងដើម្បីបញ្ឆោតមីស៊ីលសត្រូវថៃបានបញ្ជាទិញ AT6 ST8 ចំនួន8គ្រឿងពីក្រុមហ៊ុន Textron ក្រោមគម្រោងដែលចុះហត្ថលេខាកាលពីឆ្នាំ2021យន្តហោះទាំងនេះត្រូវបានផលិតនិងបញ្ជូនជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិកមកកាន់ប្រទេសថៃប្រភព Khawsod និង Bangkok Post ប្រទេសในអាស៊ីអាគ្នេយ៍ចាប់ផ្ដើមអនុវត្តវិធានការ COVID ឡើងវិញដើម្បីទប់ស្កាត់ជំងឺនីប៉ាកម្ពុជាលោកឈៀងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថានៅករណីមានការសង្ស័យលឿនអ្នកដំណើរមន្ត្រីត្រូវអនុវត្តតាមនីតិវិធីស្តង់ដារក្នុងការឆ្លើយតបគ្រោះអាសន្នសុខភាពសាធារណៈនៃច្រកចេញចូលប្រទេសដោយត្រូវមានការសហការគ្នាឲ្យបានជិតស្និទ្ធគ្នានឹងគ្រប់ផ្នែកពាក់ព័ន្ធអាកាសយានដ្ឋានក្រុមហ៊ុនអាកាសចរមន្ទីរពេទ្យជាតិនិងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្តជាជំនាញបន្ទាប់ត្រូវមានលំហាត់សមយុទ្ធត្រៀមពេលករណីសង្ស័យមកដល់គិតតាំងការរកឃើញការដាក់ឲ្យនៅដាច់ឡែកការបញ្ជូនការព្យាបាលនិងការអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យថៃបានរឹតតាំងការស្កែនកម្ដៅនិងពិនិត្យរោគសញ្ញានៅព្រលានយន្តហោះសុវណ្ណភូមិដនមឿងនិងភូខេត្តថៃក៏ត្រៀមមន្ទីរពេទ្យធំៗដូចជារដ្ឋវិធីនិង Alert Scene ឲ្យរៀបចំបន្ទប់ចាក់តឡៃសាក់និងគ្រូពេទ្យជំនាញផងដែរម៉ាឡេស៊ីក្រៅពីពង្រឹងវិធានការសុខភាពនៅតាមអាកាសយានដ្ឋានម៉ាឡេស៊ីក៏បង្កើនការត្រួតពិនិត្យអនាម័យនៅតាមកសិដ្ឋានផងដែរព្រោះសត្វជ្រូកគឺជាភ្នាក់ងារចម្លងរោគដែលឆ្លងពីសត្វមកមនុស្សលើពីនេះម៉ាឡេស៊ីបានពិនិត្យយ៉ាងតឹងរ៉ឹងលើការនាំចូលសត្វរស់ឬផលិតផលសត្វពីតំបន់ដែលមានហានិភ័យម៉ាឡេស៊ីក៏អនុវត្តវិធានការរាយការណ៍រោគសញ្ញាតាមរយៈកម្មវិធីទូរស័ព្ទស្រដៀងនឹង MySejahtera កាលសម័យ COVID សម្រាប់អ្នកដំណើរផងដែរសង្ហបុរីបានប្រើប្រព័ន្ធទិន្នន័យសុខភាពដើម្បីតាមដានអ្នកដំណើរដែលមានរោគសញ្ញាគ្រុនក្តៅខុសធម្មតាសង្ហបុរីក៏សហការជាមួយអង្គការសុខភាពពិភពលោកដើម្បីចែករំលែកព័ត៌មានបច្ចេកទេសនិងវិធីសាស្ត្រធ្វើតេស្តរហ័សសង្ហបុរីក៏ស្កែនកម្ដៅអ្នកដំណើរនិងការចេញសេចក្តីណែនាំដល់គ្រូពេទ្យឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះអ្នកជំងឺដែលមានរោគសញ្ញាផ្លូវចង្ហើមនិងរលាកក្បាលខឿវៀតណាមនិងឥណ្ឌូនេស៊ីបានបង្កើនការឃ្លាំដើមជំងឺផ្លូវចង្ហើមដែលមិនមានប្រភពច្បាស់លាស់និងណែនាំដល់មន្ទីរពេទ្យនានាឲ្យរាយការណ៍យ៉ាងឆាប់រហ័សចំពោះករណីដែលមានរោគសញ្ញាស្រដៀងនឹងជំងឺរលាកក្បាលខឿ